ក្រសួងអប់រំជំរុញការអនុវត្តកម្មវិធីអប់រំបង្កើតហ្គេមនៅតាមសាលារៀនដើម្បីលើកកម្ពស់ការអប់រំឌីជីថលក្រសួងអប់រំយុវជននិងកីឡាក្រោមកិច្ចសហការជាមួយនឹងអង្គការ UNICEF បាននឹងកំពុងអនុវត្តកម្មវិធីអប់រំបង្កើតហ្គេមដែលជាកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាផ្សារភ្ជាប់ការអប់រំនិងបំណិនជីវិតសម្រាប់ការលើកកម្ពស់ការអប់រំបែបឌីជីថលទឹកពិសា Bronet We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេលបើតាមប្រធាននាយកបច្ចេកវិទ្យាព័ត៌មានកម្មវិធីអប់រំបង្កើតហ្គេមនេះនឹងត្រូវយកទៅអនុវត្តបន្តនៅតាមសាលារៀនគោលដៅទាំងអស់តាមរយៈការបញ្ចូលទៅក្នុងម៉ោងសិក្សាមុខវិជ្ជា ICT និងការបង្កើតក្លឹបឌីជីថលក្រៅម៉ោងសិក្សាដោយសិក្សាផ្អែកលើគម្រោងលោកសុកថាប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានមានប្រសាសន៍ថាសម្រាប់ឆ្នាំសិក្សា 2025-2026 នេះនាយកដ្ឋានបរិវត្តកម្មឌីជីថលបានធ្វើការពង្រីកការអនុវត្តកម្មវិធីទៅកាន់សាលារៀនគោលដៅទូទាំងប្រទេសដោយបានរៀបចំជាសិក្ខាសាលាណែនាំនិងតម្រង់ទិសជូនតំណាងមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តនិងគណៈគ្រប់គ្រងសាលារៀនដើម្បីសម្របសម្រួលនិងចូលរួមគាំទ្រដំណើរអនុវត្តកម្មវិធីលោកបញ្ជាក់ថាគ្រូដឹកនាំមកពីសាលារៀនទាំងនោះសរុបចំនួន138នាក់ស្រី11នាក់ក៏បានទទួលការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសទៅលើវិធីសាស្ត្រនៃការអនុវត្តកម្មវិធីអប់រំបង្កើតហ្គេមដែលមានលក្ខណៈចម្រុះដោយគ្រូដឹកនាំត្រូវរៀនតាមអនឡាញនៅលើថ្នាលអភិវឌ្ឍសមត្ថភាពរបស់ក្រសួងនិងរៀនដោយផ្ទាល់ពីគ្រូបង្គោលថ្នាក់ជាតិរបស់ក្រសួងគ្រូដឹកនាំទាំងអស់ប្រចាំសាលារៀននីមួយៗទទួលបានវិធីសាស្ត្របង្រៀនឌីជីថលបែបអន្តរកម្មថ្មីដែលកាន់តែទាក់ទាញដើម្បីបន្តយកទៅដឹកនាំឲ្យសិស្សទទួលបានការសិក្សាដែលមានភាពរីករាយតាមរយៈការសិក្សាបែបសកម្មដោយឡែកសិស្សានុសិស្សដែលចូលរួមកម្មវិធីនេះនឹងទទួលបាននូវចំណេះដឹងក៏ដូចជាបំណិនសតវត្សទី21រួមមានការត្រិះរិះពិចារណាការដោះស្រាយបញ្ហាការសហការបង្កើតគំនិតច្នៃប្រឌិតបែបថ្មីជំនាញបច្ចេកទេសនៅក្នុងការសរសេរកូដនិងការរចនាជាដើមលើពីនេះកម្មវិធីសិក្សាបែបនេះជាការបោះជំហានដ៏សំខាន់មួយនៅក្នុងការចូលរួមជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាដើម្បីលើកកម្ពស់កម្មវិធីអប់រំបច្ចេកទេសផ្ដល់នូវបរិយាកាសសិក្សាដែលកាន់តែទាក់ទាញនិងប្រកបដោយប្រសិទ្ធភាពលោកបន្ថែមទៀតថាកម្មវិធីអប់រំបង្កើតហ្គេមនេះក៏បានចូលរួមចំណែកលើកទឹកចិត្តនិងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារីឲ្យចាប់យកការសិក្សាទៅលើការអប់រំ STEM បច្ចេកវិទ្យានិងសហគ្រិនភាពជំរុញលើកទឹកចិត្តកុមារីឲ្យក្លាយទៅជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហានៅក្នុងសហគមន៍បានប្រែក្លាយពីអ្នកប្រើប្រាស់បច្ចេកវិទ្យាឲ្យទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតនិងនវានុវត្តន៍លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់សម្រាប់បរិវត្តកម្មអប់រំជាពិសេសនោះគឺលោកបំបត្តិនៅគម្លាត Gender ផងដែរគួរជម្រាបជូនដែរថាកម្មវិធីអប់រំបង្កើតហ្គេមក៏បាននឹងកំពុងអនុវត្តនៅតាមបណ្ដាប្រទេសចំនួន8រួមមានប្រទេសអេម៉ានីប្រទេសប្រេស៊ីលប្រទេសកម្ពុជាប្រទេសឥណ្ឌាប្រទេសហ្គាសាស្ថានប្រទេសម៉ារ៉ុកប្រទេសម៉ាឡេស៊ីនិងប្រទេសអាហ្វ្រិកខាងត្បូងផងដែរទឹកពិសា Bronet We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល